ដូច្នេះឃើញនៅពំនុកខ្សាច់នឹងស្អាតចឹងទៅក៏គាត់បានប្រមូលដីខ្សាច់នៅឯងធ្វើជាព្រះចេតិយហើយគាត់អធិដ្ឋានឲ្យទៅជាចលមនីចេតិយហើយគាត់បានយកនៅគ្រឿងសក្ការៈមានផ្កាឈើគ្រឿងក្រអូបជាដើមនៅឯងបូជានៅព្រះចេតិយនោះដោយអធិដ្ឋានក្នុងចិត្តថាជាព្រះចលមនីចេតិយនេះគឺជារឿងរ៉ាវដែលមានសម្ដែងជាប់ទាក់ទងជាមួយពុទ្ធសាសនាគ្រាន់តែប៉ុណ្្នឹងទេដោយចិត្តជ្រះថ្លាបូជាគុណរបស់ព្រះសម្មាសម្ពុទ្ធដោយមាននៅវេលោកៈចេតិយនៅឯងជាតំណាងឲ្យព្រះចលមនីចេតិយនៅឋានតាវតឹងមិនមែនធ្វើដើម្បីរំដោះកម្មពីវិរិយឲ្យវាផុតចាកពីវិរិយដោយសារតែពូនភ្នំខ្សាច់ហ្នឹងគឺអត់មានទេអត់មានអីទាំងអស់អត់មានហេតុផលឯណាមួយបញ្ជាក់ដែលបញ្ជាក់តាកតងទៅជាមួយនឹងធ្វើដើម្បីរំដោះកម្មពីហ្នឹងគឺថាអត់ទេណាគឺធ្វើដើម្បីថ្វាយបង្គំធ្វើដើម្បីបូជានៅគ្រឿងសក្ការៈធ្វើដើម្បីបានបុណ្យណាធ្វើដើម្បីបានបុណ្យធ្វើដើម្បីបានបុណ្យដើម្បីបុណ្យនាំឲ្យមាននៅសេចក្តីសុខសម្រាប់ខ្លួនឯងដែលជ្រះថ្លាជាមួយនឹងព្រះចេតិយហ្នឹងមានសម្ដែងតាកតងជាមួយរឿងរ៉ាវពីដើមមកគឺអញ្ចឹងទៀតដូច្នេះអ្នកប្រាជ្ញយើងពីសម័យដើមហ្នឹងគឺយករឿងរ៉ាវហ្នឹងណាយករឿងរ៉ាវហ្នឹងតគ្នាមកក៏ធ្វើនាំគ្នាធ្វើវេលោកៈចេតិយហ្នឹងក៏ដើម្បីអធិដ្ឋានឲ្យទៅជាចលមនីចេតិយហ្នឹងឯងហើយក៏គោរពបូជាទៅប៉ុន្តែមិនដឹងជាមូលហេតុអីបានជាក្រោយមកតហ្នឹងក៏នាំគ្នាគិតឃើញនៅរំដោះកម្មពីរំដោះកម្មពីរហូតដល់លោកអង្គខ្លះទេសនារំដោះកម្មពីពុនក្នុងខ្សែរំដោះកម្មពីអញ្ចឹងទៅក៏ជាប់លើយមកតឡឡូវហ្នឹងទៅវាអត់មានរំដោះកម្មពីអីណាទេញាតិញោមណាព្រោះរឿងពីវិរិយយើងមើលនៅក្នុងគម្ពីរខត្តកនិកាយគាថាធម្មបទហ្នឹងទៀតណាបេដកលេខ52ហ្នឹងព្រះអង្គសម្ដែងច្រើនណាពីរឿងពីវិរិយហ្នឹងវាកើតមកពីអីហើយអាពីវិរិយដែលអាចរងាប់ទៅវិញទៅមកពីអីហ្នឹងមានសម្ដែងហោហែនៅក្នុងពុទ្ធសាសនាហ្នឹងមិនមែនអត់នោះឯណាមិនមានសម្ដែងនោះឯណាព្រះអង្គទ្រង់សម្ដែងហើយបុគ្គលណាដែលចូលចិត្តសន្សំពីវិរិយចងពីវិរិយគឺថាវានៅតែមានពីអញ្ចឹងដល់រាបណាដែលមិនឈប់ចងហ្នឹងគឺនៅតែមានពីអញ្ចឹងពិសេសគឺបញ្ចវិរិយទាំង5ហ្នឹងតែម្ដងគុណចាស់ញាតិញោមសិក្សាជ្រាបហើយណាការសម្លាប់សត្វលួចទ្រព្យអ្នកដតីប្រព្រឹត្តខុសក្នុងកាមទាំងឡាយនិយាយកុហកផឹកទឹកស្រវឹងហ្នឹងដល់រាបណាដែលមិនឈប់ប្រព្រឹត្តធ្វើនៅអំពើទាំងនោះទេដល់រាបនោះគឺនៅតែមានពីវិរិយប្រព្រឹត្តទៅនៅក្នុងសង្សារវដ្តអញ្ចឹងបើយើងមិនឈប់ធ្វើនៅបញ្ចវិរិយហ្នឹងទេពូនភ្នំខ្សាច់មួយថ្ងៃ100ភ្នំ1000ភ្នំ10000ភ្នំ1លានភ្នំក៏ដោយឥតប្រយោជន៍ឥតអំពើទៅទេណាពីព្រោះអីពីព្រោះយើងធ្វើហ្នឹងវាយល់ខុសអំពីសភាវៈពិតហើយតែអំពើដែលយើងគួរធ្វើអំពើដែលយើងគួរវាយើងអត់ធ្វើយើងអត់វាដូច្នេះពីវិរិយវាតាមជាប់បុគ្គលនឹងរហូតហ្នឹងដោយស្រមោលដោយកង់រទេះដែលវិលតាមជើងគោអញ្ចឹងតែយើងអត់ដឹងយើងនាំគ្នាទៅពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀហើយអត់នាំគ្នាឈប់ចងពីវិរិយនឹងគ្នាខឹងអីគ្នាបន្តិចចងពីគ្នាចងអាឃាតគ្នាគុំគួនគ្នាហើយតាំងនៅនាំគ្នាទៅពូនភ្នំខ្សាច់រំដោះកម្មពៀរំដោះយ៉ាងម៉េចបានរំដោះអត់បានទេតែណាដល់រាបណាដែលយើងមិនទាន់ប្រព្រឹត្តមិនទាន់ឈប់ធ្វើតានតិបាតមិនទាន់ឈប់ធ្វើតនេទានទេដល់រាបនោះគឺថាពីវិរិយនៅជាប់តាមរហូតណាដូច្នេះនៅក្នុងសេចក្តីហ្នឹងបើយើងចង់ឈប់មានពីវិរិយតលតែមិនចងពីវិរិយនឹងគ្នាណាដែលព្រះអង្គសម្ដែងជាមួយនឹងយក្ខិណីនោះញាតិញោមឃើញណាយក្ខិណីជាមួយនឹងស្អីណាគឺយក្ខិណនាងប្រពន្ធដើមប្រពន្ធចុងហ្នឹងណារឿងនាងយក្ខិណីហ្នឹងណានឹងយើងពិចារណាមើល
យើងយកគ្នាជាមួយកុលធីតាហ្នឹងតាមចងពីគ្នាតាំងពីកើតជាប្រពន្ធដើមប្រពន្ធចុងណាទេណាគាត់ជាមេឆ្វាគាត់ជាមេមន់គាត់ជាមេមរឹកគាត់ជាមេខ្លាណាទេទម្រាំនឹងបានជួបព្រះសម្មាសម្ពុទ្ធណាព្រះអង្គទ្រង់សម្ដែងឲ្យមានមេត្តាដល់គ្នានឹងគ្នាទៅឲ្យឈប់តាមសម្លាប់គ្នាទៅបើមិនឈប់ទេគឺថានៅតែមានពាវេរារហូតអញ្ចឹងដូច្នេះរឿងទាំងអស់ហ្នឹងយើងក៏ដូចនាងកុលធីតាដូចយក្ខិនីនឹងដែរហើយនាងទាំងនោះក៏ដូចតែយើងដែរបើនៅតែចងពាវេរាទេវានៅតែមានពីអញ្ចឹងណាតែបើឈប់ចងពីហើយអាហ្នឹងគឺវាអស់ពីហើយណានៅក្នុងសេចក្តីហ្នឹងគឺអញ្ចឹងតើណាហើយសពថ្ងៃវាមានការคลายច្រើនណាคลายច្រើនរហូតដល់មិនបានជាធ្វើដើម្បីឧទ្ទិសដល់ចូលឡាមនីចេតដីអីទេកន្លែងខ្លះធ្វើក៏មានធ្វើចន្ទអីធ្វើ5ចឹងទៅហើយសួរទៅថាធ្វើដើម្បីអី5នឹងថាធ្វើតំណាងពុទ្ធ5អង្គនៅក្នុងពុទ្ធកັບនេះក៏មានណានៅខ្លះធ្វើ5ទៅសួរថាធ្វើ5ធ្វើដើម្បីអី1ពុទ្ធ2ពធ3ប្រសង្ឃ4មេត្តា5បៃតាទៅឯនោះទៅដូច្នេះយើងធ្វើអ្វីក៏យើងត្រូវតែគិតយើងត្រូវតែពិចារណាឲ្យមានហេតុផលផងដែរព្រោះដើមកំណើតធ្វើប្រជេតដីភ្នំខ្សាច់នេះពូនភ្នំខ្សាច់នេះគឺតំណាងឲ្យចូលឡាមនីចេតដីនៅឋានតាវតឹងអាហ្នឹងគឺច្បាប់ដើមហ្នឹងដូច្នេះពេលក្រោយហ្នឹងគុណចាស់ញាតិញោមធ្វើយ៉ាងណាទៀតនោះវាជារឿងរបស់គុណចាស់ញាតិញោមទេខ្ញុំប្រកាសណាអាត្មាភាពធ្លាប់បានត្រាវជ្រាវមកឃើញច្រើនដូចជាសភៅទម្លាប់ខ្លះទំនៀមទម្លាប់ខ្លះឬក៏ច្បាប់ខ្លះសំដែងឃ្លៀងឃ្លាតច្រើនមែនតែនណាដូចជារឿងតងពលឹងតងអីហ្នឹងក៏មានខុសច្រើនណាស់និយាយទៅគឺសរសេរមកអត់មានហេតុផលអីមានសភៅខ្លះសរសេរមកច្រើនតាក់ទងជាមួយនឹងទំនៀមទម្លាប់ហ្នឹងហើយលើកពីសម័យពុទ្ធកាលមកលើកពីមុនមកហើយគេអត់ធ្វើអញ្ចឹងផងតាំងនឹងយកប្រដូចយកមកធ្វើអញ្ចឹងហ្នឹងវាអត់ត្រឹមត្រូវទេខ្ញុំណាអាត្មាលើកសង្ខេបមកដូចតងពលឹងនៅស្រុកខ្មែរអញ្ចឹងមានសភៅមួយហ្នឹងលោកសរសេរនៅខាងខេត្តពោធិ៍សាត់ណាលោកសរសេរសភៅហ្នឹងដូចជាចេញពីខេត្តពោធិ៍សាត់ណាសរសេរមកថាតងពលឹងដែលខ្មែរយើងនាំគ្នាធ្វើរាល់ថ្ងៃហ្នឹងគឺមកពីជាសញ្ញាដើម្បីថាឲ្យមនុស្សនឹងទៅកើតទៀតចេះមួយចោះពីរទៅណាប៉ុន្តែលើកអំពីសំបីតែសម័យដើមក៏មានដែរតងពលឹងនោះហើយលោកទៅលើកយករឿងដែលមានសម្ដែងនៅក្នុងព្រះសូត្រមានសម្ដែងនៅក្នុងព្រះអត្តកថាបរមត្ថចោតិកាអត្តកថារតនសូត្រក៏មានណាហើយញោមខាងម៉ាលីដូចឆ្លងមកបងណាដូច្នេះនៅក្នុងសេចក្តីហ្នឹងគឺលោកលើកអំពីព្រះសម្មាសម្ពុទ្ធដែលព្រះអង្គកាលនៅជាសង្ឃព្រាហ្មណ៍ម្លេះក៏ថាសង្ឃព្រាហ្មណ៍ដែលមានកូនឈ្មោះសុសមៈនោះណាបានទៅបួសបានតម្រាច់ជាព្រះបច្ចេកពុទ្ធក៏បរិនិព្វានទៅហើយមហាជនទាំងឡាយក៏បានកសាងបច្ចេកដីនៅមុខនគរបានតម្កល់នៅអធិធិធព្រះបច្ចេកពុទ្ធសុសមៈនឹងឯងនៅនឹងបច្ចេកដីនឹងទៅរហូតក្រោយមកសង្ឃព្រាហ្មណ៍ជាបិតាមកក៏សយសោកណាបន្ទាប់មកក៏បានជំរះស្មៅបច្ចេកដីជុំវិញហើយក៏ទៅកើបដីខ្សាច់យកមកដាក់សម្អាតណាកន្លែងណាខ្ពស់ក៏ពង្រាកទៀតកន្លែងណាទៀតក៏ដាក់ឲ្យខ្ពស់ទៅសម្អាតហើយបានយកនៅកុមារយកកន្សែងយើងនេះណាហើយកន្សែងបងកនោះណាជ្រះថ្លាជាមួយនឹងព្រះបច្ចេកពុទ្ធដែលជាកូនអង្ការពីមុនណាកូនប៉ុន្តែបានបួសទៅបានតម្រាច់ជាព្រះបច្ចេកពុទ្ធជ្រះថ្លាណាស់ហើយបានយកកំសែងនៅឯងចង់ធ្វើជាទង់បូជានៅបច្ចេកដីហ្នឹងហើយយកឆាត់ដែលខ្លួនឯងកាន់ទទួលទៅនៅឯងទៅបាំងនៅលើបច្ចេកដីហ្នឹងឯងលាក់អញ្ចឹងទៅអញ្ចឹងបានអានិសង្សដែលបានមកព្រះអង្គត្រាស់ដឹងហើយហ្នឹងកាលដែលព្រះអង្គសម្ដែងរតនសូត្រនៅនគរវេសាល័យហ្នឹងញមន្តពីនគររាជក្រឹស្នទៅហ្នឹងគឺថាព្រះជាឲ្យគេពង្រៀបដីឲ្យស្អាត
hay cắt từng quạt chơi xa hay chọn tuông rồi hốt pin nó cô về xa lây nó cô đây chỉ cứ đó nó cô về xa lây còn là chọn tuông chọn bị đàn bị lơ tiết đó cho nên là lạ đấy cho nên ăn này xong này ban mò nó cứ ban bỏ ong trong tầm đanhถ้ามัน men ban mò đôi xa ăn ở phíaរបស់bỏ ong ឬក៏ tiêu đa prom na thế cứ ăn ở phíaរបស់បនដែលbỏ ong có sang cảពីនៅជាសង្កព្រាមនោះឯងបើជាបច្ចេកដីដែលព្រះសុសមៈបច្ចេកពុទ្ធនឹងដូច្នេះលោកសរសេរមកថាយកនោះយកអាកន្លែងដែលសង្កព្រាមយកទងទៅបូជាបច្ចេកដីព្រះបច្ចេកពុទ្ធនឹងឯងវាទៅជាយកមកធ្វើជាទងពលឹងមកហែខ្មោចសពថ្ងៃនឹងអញ្ចឹងទៅនឹងវាខុសទំនងតែវាអត់ត្រឹមត្រូវទងគេធ្វើបូជាបច្ចេកដីហើយយើងដាក់នាមយកមកធ្វើជាទងពលឹងហើយថាទងពលឹងនេះមិនមែនមានតែសម័យឥឡូវទេសម័យមុននោះក៏មានដែរលើរឿងនឹងយកមកតាមពេលហ្នឹងមានទងពលឹងឯណាទងដែលបូជាគុណរបស់ព្រះបច្ចេកពុទ្ធនោះតើចឹងមិនថាយើងធ្វើតទៅចេះតែคลายចឹងទៅណាហ្នឹងមកទម្លាប់ធំចឹងច្បាប់ហ្នឹងគឺអញ្ចឹងហើយណាអញ្ចឹងសូមអធិស្ឋានអំពីញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាផងដែរគុណចាស់គ្រប់ព្រះអង្គផងដែរបើនិយាយទៅមានការប៉ះពាល់អីក៏សូមអធិស្ឋានមិនចង់និយាយប៉ះពាល់ចំពោះបុគ្គលណាម្នាក់ទេគឺចង់និយាយអំពីហេតុផលនៅក្នុងការធ្វើហ្នឹងណាធ្វើមិនមានអ្នកណាហាមឃាត់ទេធ្វើហ្នឹងដឹកនាំធ្វើល្អហើយប្របីហើយតែយើងដឹកនាំឲ្យត្រឹមត្រូវណាកសាងឲ្យអធិដ្ឋានឲ្យទៅជាចូលមនីចេតដីទៅយើងបូជាទៅថ្វាយបង្គំទៅបូជាដោយគ្រឿងសក្ការៈទៅមានផ្កាភ្ញីគ្រឿងក្រអូបជាដើមយ៉ាងទៅបានបនច្រើនណាស់ណាបានបនច្រើនតែមិនមែនមានន័យថារំដោះកម្មពីវិរិយហ្នឹងទេណារំដោះកម្មពីវិរិយទៅយើងឈប់សាងកម្មពីវិរិយហ្នឹងទៅវាអស់ពីវិរិយហើយឈប់សម្លាប់ពេលណាគឺគេឈប់សម្លាប់វិញពេលហ្នឹងឈប់បៀតបៀនគេពេលណាក៏ឈប់ឈឺពេលហ្នឹងដែរណាឈប់វាយដំច្រំធាក់គេគឺថាសន្សំពួយឈប់ឈឺទៅហ្មងអញ្ចឹងញាតិញោមជ្រាបខ្លួនឯងអញ្ចឹងតើឈប់លួចគេហើយគឺគេឈប់លួចយើងវិញហើយហ្នឹងវាចប់គ្នាត្រឹមតែយើងបញ្ចប់ដោយខ្លួនឯងណាឯងពីរាគ្មានអ្នកណាបញ្ចប់ឲ្យយើងទេគឺយើងបញ្ចប់ដោយខ្លួនឯងហើយសំណួរញោមតាក់ទងជាមួយនឹងព្រះអរហន្តនិងអរហន្តីក៏មិនលំបាកអីទេញោមណាបរោះដែលបានបួសបានតម្រេចជាព្រះអរហន្តហ្នឹងណាថាព្រះអរហន្តបានតម្រេចជាព្រះបានតម្រេចអរហត្តមគ្គយ៉ាងនិយាយទៅអរហន្តហ្នឹងជាបុគ្គលបញ្ញត្តិអរហន្តបុគ្គលតែបរមត្តគឺអរហត្តមគ្គចិត្តដូច្នេះបរោះដែលបានសម្រេចបួសហើយឬក៏មិនបានបួសក៏ដោយណាឲ្យតែបានសម្រេចនៅអរហត្តមគ្គហ្នឹងនឹងបានទៅជាព្រះអរហន្តទាំងអរហន្តបុគ្គលគឺបុគ្គលដែលបានសម្រេចនៅអរហត្តមគ្គអរហត្តផលនោះឯងហើយស្ត្រីក៏ទៅជាអរហន្តីទៅណាដោយយើងសូត្រធម៌អញ្ចឹងណាឧបាសិកាបាសកបាសិកានិងឧបាសកគឺបរោះបាសិកាគឺស្ត្រីទាយកគឺបរោះទាយិកាគឺស្ត្រីណាយើងមើលនៅក្នុងមហាមេឃធម៌ដែលលោកតែងសូត្រអីចឹងគ្រុឌធោវាគ្រុឌថៃវាចឹងណាគ្រុឌប្រុសគ្រុឌស្រីចឹងទៅឃើញណាណាថាមនុស្សសវាមនុស្សសៃវាទៅមនុស្សប្រុសមនុស្សស្រីទៅអមនុស្សសវាអមនុស្សសៃវាទៅមនុស្សប្រុសមនុស្សស្រីទៅអមនុស្សប្រុសអមនុស្សស្រីទៅហើយទេវបុត្រប្រុសក៏ទេវបុត្រទេពធីតាស្រីចឹងទៅណាហើយមានស្អីទៀតច្រើនណាណាមានហោហែនៅក្នុងប្រសូតហ្នឹងដូច្នេះដោយព្រះអង្គទ្រង់សម្ដែងថាបុគ្គលណាដែលបានដល់នៅពុទ្ធពធប្រសងជាទីពឹងបើបរោះហៅថាជាបាសកបើស្ត្រីហៅថាជាបាសិកាអញ្ចឹងទៅយ៉ាងណាពេលណាដែលស្ត្រីចេញទៅបួសក្នុងពុទ្ធសាសនានេះបានសម្រេចនៅអរហត្តមគ្គអរហត្តផលឲ្យឈ្មោះថាជាព្រះអរហន្តីណាមានព្រះនាងមហាបជាបតេកោតមីជាដើមក៏ណាហើយបរោះបានបួសឬក៏បានបដិបត្តិធម៌បានសម្រេចអរហត្តមគ្គអរហត្តផលក៏ឲ្យឈ្មោះថាជាព្រះអរហន្តទៅព្រះអរហន្តហ្នឹងប្រែសេចក្តីមកថាលះកិលេសអស់មិនមានសល់ណាហ្នឹងគឺសង្ខេបសេចក្តីប៉ុណ្ណឹងទៅហើយសំណួរញោមមួយទៀតនោះស្មាស្ដាប់សំណួរអត់បានទេมันច្បាស់លាស់សំណួរអត់ច្បាស់អត្តនៈហ្នឹងឮថាវិវាទអីទេអត់ស្ដាប់បានណាចឹងសូមអធិស្ឋានមិនទាន់ឆ្លើយទេចាំពេលទទួលបានសំណួរនឹងច្បាស់ហើយចាំឆ្លើយជូនដោយសារតែពេលវេលាក៏អស់ដែរហើយណាសូម
បញ្ចប់ការបរិយាយប្រធរប៉ុណ្ណឹងតកតងទៅជាមួយនឹងការចូលឆ្នាំនឹងខែបសេចក្តីហើយនឹងការពូលក្នុងខ្សាច់អីហ្នឹងយើងដឹកនាំគ្នាធ្វើឲ្យបានត្រឹមត្រូវទៅដើម្បីបានតម្រេចបុណ្យកុសលទាំងអស់គ្នាហើយក៏សន្សំពូជសម្មាទិដ្ឋិយល់ឃើញត្រូវទាំងអស់គ្នាទាំងកុំឲ្យដឹកនាំខុសតែដឹកនាំខុសគឺខុសរហូតហើយទាំងញ៉ៃក៏យើងគួរឈប់ហើយឈប់ប្រើពាក្យថាយកពូនក្នុងខ្សែរំដោះកម្មពីនឹងយើងគួរឈប់ប្រើពាក្យហ្នឹងណាព្រោះហេតុអីបានថាអញ្ចឹងព្រោះវាអត់បានដូចបំណងយើងទេណាហើយក៏ព្រះធម៌ក្នុងសាសនាក៏អត់មាននិយាយអញ្ចឹងដែរណាយើងធ្វើតែល្អទៅវាអត់មានកម្មពីវិរិយអីទេណាយើងធ្វើតែល្អពិសេសគឺរក្សាសិលឲ្យល្អហ្នឹងរក្សាសិលឲ្យល្អហ្នឹងគឺអត់មានពីវិរិយទេណាហ្នឹងគឺប៉ុណ្ណឹងទេសូមបញ្ចប់ការបរិយាយនៅក្នុងរាត្រីនេះប៉ុណ្ណឹងចោះហើយនឹងសូមប្រគេនជូនបុណ្យកុសលគ្រប់ព្រះអង្គគ្រប់គ្នាជ្រះថ្លាអនុមោទនាទៅណាសូមអនុមោទនាណាសូមអនុមោទនានៅធម្មីកថានឹងការចូលរួមសាកសួរសំណួររបស់កណ្ណាគុណចាស់ញាតិញោមរបស់សាស្ត្រគ្រប់ព្រះអង្គគ្រប់គ្នាហើយមុននឹងឆ្លើយសំណួរក៏ខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះដ៏មានព្រះភ័ក្ត្រព្រមទាំងព្រះធម៌ព្រះសង្ឃអង្គនៃព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាខ្ពង់ខ្ពស់សូមក្រាបថ្វាយបង្គំព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមណាហើយនឹងកណ្ណាគុណចាស់ប្រធេរៈគ្រប់ព្រះអង្គទាំងអស់ដែលមានសេចក្តីជ្រះថ្លាទ្រទ្រង់នៅព្រះធម៌វិន័យរបស់ព្រះជាអ្នកស្រីនាបច្ចុប្បន្នសម័យណាដោយក្តីជ្រះថ្លាផងដែរសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទដែលកំពុងបានស្ដាប់ព្រះធម៌នៅក្នុងឱកាសពេលនេះទាំងនៅខេត្តសៀមរាបក៏ដូចជាខេត្តដតីមានខេត្តកំពង់សោមហើយនិងពុទ្ធបរិស័ទនៅខាងក្រៅប្រទេសមានសហរដ្ឋអាមេរិកកាណាដាហើយលំងហើយមុននេះឃើញបងប្រុសនៅខាងកូរ៉េឡើងមកដែរប៉ុន្តែឥឡូវដូចជាបាត់ទៅវិញណាគឺណាហើយនៅក្នុងរាត្រីនេះក៏ជារាត្រីថ្ងៃ500ទៅ500ខែចែកណាកម្មវិធីបុណ្យប្រពៃណីជាតិចូលឆ្នាំខ្មែរក៏បានកន្លងផុតទៅហើយដែរតែនៅឡើយវត្តខ្លះនៅមិនទាន់ចប់នៅឡើយទេនៅបន្តកម្មវិធីទិញទួយទៀតណាហើយកណ្ណាគុណចាស់ញាតិញោមពុទ្ធបរិស័ទបានស្ដាប់នៅធម្មីកថាខាងដើមជាហោហែហើយតកតងទៅជាមួយនឹងការសិក្សាការស្វែងយល់ព្រះធម៌ក្នុងព្រះពុទ្ធសាសនាណាព្រះធម៌ក្នុងពុទ្ធសាសនាមិនមានព្រះធម៌អ្វីដទៃក្រៅអំពីធម៌នៅក្នុងខ្លួនយើងនោះទេដរាបណាដែលយើងសិក្សាព្រះធម៌មិនយល់ពិសេសគឺមិនយល់ព្រះអភិធម្មណាយើងសិក្សានៅបរមត្តធម៌មិនតន់ចេះដរាបណាដរាបនោះនៅតែយើងមិនតន់ស្គាល់អំពីខ្លួនដែរតែបើយើងបានសិក្សាចេះយើងបានសិក្សាយល់អំពីព្រះធម៌ដែលជាបរមត្តធម៌ដែលជាបរមត្តសច្ចៈទៅយល់ច្បាស់អំពីខ្លួនតែខ្លួននៅត្រង់ណានឹងអាចស្វែងរកខ្លួនឃើញហើយគឺណាខ្លួននៅត្រង់ណានោះគឺយើងនឹងអាចស្វែងរកខ្លួនឃើញពិតប្រាកដដូច្នេះដើម្បីកុំឲ្យខាត់ពេលវេលាខ្លាយលោឆ្លើយសំណួរមិនអស់ខ្ញុំកណ្ណាអាត្មាភាពនឹងធ្វើការណាឆ្លើយសំណួរតែម្ដង
ទំនោរទី1គឺកាលណាគុណចាស់ខ្ញុំណាស្ដាប់មិនទៅបានដឹងជាគង់នៅខាងណាទេមិនណាសូមអធិស្ឋានមិនបានដឹងវត្តឬក៏នៅខាងស្រុកណានៅស្រុកខេត្តសៀមរាបហ្នឹងសាកសួរអំពីព្រះវិន័យទៅណាព្រះវិន័យឬក៏សាកសួរអំពីសិលរបស់សាមណេរទៅណាសិលរបស់សាមណេរយើងត្រូវយល់ទាំងអស់គ្នាផងដែរឬក៏គ្រប់ព្រះអង្គផងដែរយើងមិននិយាយដល់ទៅវិន័យរបស់សាមណេរទេណាយើងនិយាយត្រឹមតែសិលព្រោះវិន័យមានច្រើនទេមានសិក្ខាបទ30ឬក៏សិក្ខាយាវត្ត75រួមទាំងសិក្ខាបទជាច្រើនទៀតនៅក្នុងខណ្ឌកៈទាំងឡាយទាំងដែលសាមណេរត្រូវតែប្រតិបត្តិដូចគ្នានៅវិខុដែរទេប្រវត្តិឬក៏សិក្ខាបទនៅក្នុងខណ្ឌកៈគឺមិនចំពោះតែភិក្ខុទេគឺសាមណេរក៏ត្រូវប្រតិបត្តិដូចគ្នាដែរគ្រាន់តែថាសិក្ខាបទខ្លះវាជាលោកវច្ចៈសិក្ខាបទខ្លះវាជាបណ្ណតិវច្ចៈសិក្ខាបទខ្លះក៏មានចំពោះតែភិក្ខុសិក្ខាបទខ្លះគឺទូទៅទាំងសាមណេរផងអញ្ចឹងទៅដូច្នេះនៅក្នុងសិល10យើងលើកពីសិល10មកសិលសាមណេរណាសិល10នៅក្នុងសិលទាំង10នោះកណ្ដាលគុណចាស់ក៏ដឹងខ្លួនឯងឬក៏ចាំខ្លួនឯងហើយតែតាំងពីបាណាតិបាតាវេរមណីអតនីទានីវេរមណីណាអប្រមចរិយាវេរមណីមុសាវាទាវេរមណីណាសូរាមេរយៈជាបមាតដ្ឋានាវេរមណីវិកាលភោជនីវេរមណីនច្ចគីលៈវេរមណីមេលាលៈវេរមណីអចវិជ្ជាសយនមហាសយនាវេរមណីនិងជាតរោបរជតបដិកហណាវេរមណីដូច្នេះនៅក្នុងបណ្ដាសិលរបស់សាមណេរទាំង10នេះសួរថាបើសើមងឬក៏ដាច់ហើយតើត្រូវទៅសមាទានអំពីព្រះឧបជាឬក៏សមាទានសារណគមពីភិក្ខុមកឬក៏គ្រាន់តែតាំងចិត្តវាហើយមានសិលនឹងវិញក៏ដែរតាមពិតទៅគឺរឿងសិក្ខាបទឬក៏សិលរបស់សាមណេរគឺមានវិនិច្ឆ័យមានសម្ដែងត្រឹមត្រូវច្បាស់លាស់ទេណាសូមកណាគុណចាស់ញាតិញោមពុទ្ធបរិស័ទពិសេសគឺគុណចាស់នឹងហើយសិក្សាឲ្យបានយល់ទាំងអស់គ្នាណានៅក្នុងព្រះវិន័យបិដកភាគ6ទៅណាក្នុងគម្ពីរណាព្រះវិន័យមហាវគ្គហ្នឹងភាគ6ហ្នឹងគឺមានសម្ដែងទាំងអស់ទាំងសិក្ខាបទ10តនកម្ម10នេសនអង្គៈ10គឺមានវិនិច្ឆ័យណាមានវិនិច្ឆ័យហើយនៅក្នុងព្រះអរកថាទៅណាព្រះអរកថាលោកបញ្យលនៅក្នុងសំមន់ហ្នឹងក៏ពឹសស្ដាទៅគុណចាស់មើលព្យាយាមមើលទៅយល់ណាដូចជាមាននៅក្នុងតតយៈសំមន់ទៅណាព្យាយាមមើលទាំងអស់អង្គទៅទៀតហើយនៅក្នុងព្រះសូត្រក៏មានសម្ដែងដែរតែណានៅក្នុងព្រះសូត្រហ្នឹងគឺមាននៅក្នុងបេដកលេខ52ណាទេណាគឺពុទ្ធិកាមិនមានទេតែនៅក្នុងព្រះអរកថាបរមត្ថចោតិកាមានវិនិច្ឆ័យនៅត្រង់សារណគមនោះគឺមានសម្ដែងនៅព្រះថេរៈចូលសួរព្រះධម្មវិភាអំពីសិក្ខាបទអំពីសិលរបស់សាមណេរត្រូវសិក្សាយ៉ាងណាក៏មានសម្ដែងវិនិច្ឆ័យពុស្ដាអំពីសិលទាំង10នោះណាត្រូវប្រតិបត្តិយ៉ាងណាសិលណាយ៉ាងម៉េចសិលណាយ៉ាងម៉េចយ៉ាងណាសិក្ខាបទណាយ៉ាងណាវិនិច្ឆ័យយ៉ាងណាគឺមាននឹងជាច្បាស់ទាំងហើយនៅក្នុងព្រះអភិធម្មក៏មានទាំងគណានៅក្នុងសមោហវិនោទនីអត្ថកថាគម្ពីរវិភាំងណាគម្ពីរវិភាំងមានសម្ដែងវិនិច្ឆ័យច្បាស់លាស់ទាំងណាគឺខ្ញុំគណៈអាត្មារៀងស្រពេចស្រពិលដែរប៉ុន្តែបើចាំមិនភ្លេចទេគឺមានសម្ដែងខៃអំពីឈានវិភាំងកោទាំងដែលសម្ដែងអំពីឈានហ្នឹងមុននឹង
សំដែងមុននឹងចម្រើនជាហ្នឹងត្រូវសម្អាតសិលឲ្យបរិសុទ្ធអីហ្នឹងវិនិច្ឆ័យនៅហ្នឹងទៅណាវិនិច្ឆ័យនៅហ្នឹងបាទហើយនៅក្នុងសិក្ខាបទវិភាង្គក៏មានសម្ដែងអំពីសិក្ខាបទទាំងឡាយផងដែរតែនៅក្នុងទីនេះសូមធ្វើការវិនិច្ឆ័យទៅនៅក្នុងសំណួរដែលបានសាកសួរមករឿងសិលរបស់សាមណេរនេះគឺបែងចែកជាពីរក្រុមទៅសិល10ហ្នឹងណាទៅណាបែងចែកជាពីរក្រុមមានក្រុមនេសនៈអង្គៈហ្នឹង5ហើយ